បងប្អូនទាំងអស់គ្នាដែលដៃថ្មីទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទនឹងមកបង្រៀនបងប្អូនរបៀបបង្កើត page សម្រាប់រឿងរកលុយបងប្អូនហ្នឹងហើយអញ្ចឹងយើងចូលមកក្នុង Facebook បងប្អូននេះយើងចូលមកក្នុង Facebook អញ្ចឹងមកបងប្អូនឥឡូវយើងសម្លឹងមកមើលត្រី3នៅលើនេះបងប្អូននេះមើលបងប្អូនមើលកន្លែងខ្ញុំចុចបងប្អូនយើងចុចត្រី3ពីលើនេះមកអូខេបងប្អូនហ្នឹងហើយយើងចុចអញ្ចឹងហើយយើង scroll មកចេះបងប្អូនយើងចុចចឹងហើយនេះយើងមើលនេះទំព័រនេះទំព័រកន្លែងរូបទង់ជាតិមកខ្មែរយើងដាក់ទំព័រកន្លែងទំព័រហ្នឹងចុចចូលកន្លែងទំព័រហ្នឹងមកបងប្អូននេះឥឡូវយើងនេះឃើញអក្សរខ្មែរគេដាក់កន្លែងបង្កើតនេះកន្លែងបង្កើតឥឡូវយើងចុចដល់កន្លែងបង្កើតហ្នឹងហើយនេះយើងអក្សរខ្មែរគេដាក់ចាប់ផ្ដើមនេះបងប្អូនមើលតាមខ្ញុំចុចហ្នឹងទៅហើយបង្កើតទៅបងប្អូនហ្នឹងហើយយើងចុចចាប់ផ្ដើមឥឡូវនេះវាទាមទារឈ្មោះទំព័រឧទាហរណ៍ថាបងប្អូនស្រឡាញ់ឈ្មោះអីនេះឥឡូវហ្នឹងអញ្ចឹងឧទាហរណ៍ថាខ្ញុំស្រឡាញ់ឈ្មោះអង់គ្លេសអានេះគឺជាឈ្មោះខ្ញុំអញ្ចឹងបងប្អូនណាឥឡូវខ្ញុំដាក់ចេះមកខ្ញុំដាក់តកូលមុន K O R បងប្អូនហ្នឹងហើយយើងបង្កើតឈ្មោះទំព័រអញ្ចឹងណាដាក់ហើយយើងដាក់ឈ្មោះយើងទៀតទៅបន្តទៀតអានេះឈ្មោះតកូលនេះឈ្មោះយើង T H Y អញ្ចឹងយើងចុចបន្ទាប់នេះបងប្អូនត្រូវការរើសទឹកការីវាហ្នឹងគេហៅបងប្អូនចង់ស្រឡាញ់ពីតន្ត្រីដាក់តន្ត្រីពីណែនាំសុខភាពដាក់សុខភាពដាក់เพจសម្រាប់លក់ដូរគ្រឿងលក់ដូរដាក់តែអានឹងឆ្លាញ់តាមចិត្តបងប្អូនតែខ្ញុំភិកច្រើនខ្ញុំដាក់តន្ត្រីហ៎បងប្អូនហ្នឹងហើយយើងចុចយកអញ្ចឹងមកចុចតន្ត្រីហ្នឹងមកឧទាហរណ៍ចេះយើងចុចបញ្ជូនចេះវារៀង slow តិចបងប្អូនហ្នឹងហើយឥឡូវเพจខ្ញុំបង្កើតមួយបានហើយបងប្អូននេះឥឡូវខ្ញុំបង្កើតបង្កើតเพจថ្មីមកឥឡូវខ្ញុំបង្កើតផ្ទាល់នៅ Facebook ខ្ញុំហ្នឹងឥឡូវនេះវាទាមទារយើងដាក់រូប profile បងប្អូនរូប profile អញ្ចឹងយើងចុចចេះមក profile យើងដាក់ក្រោយក៏បាននេះគេឲ្យយើងទាមទារយើង add friend ចំនួនប្រមាណអ្នកនេះយើង add friend ទៅឧទាហរណ៍ថាឥឡូវនេះខ្ញុំទទួល friend យ៉ាងទូបានទូទៅបងប្អូន friend បានហើយយើងឲ្យចុចបន្ទាប់ទៀតអញ្ជើញនេះគឺយើងចុចមកនេះឥឡូវ page នឹងរួចរាល់បងប្អូនហ្នឹងហើយរួចរាល់ហើយកន្លែងនេះយើងគេឲ្យដាក់ការផ្សាយឬកំណត់ផ្សព្វផ្សាយប្រព័ន្ធផ្សាយសង្គម email កញ្ចក់ media ហ្នឹងហើយឥឡូវយើងចុចទៅយើងចុចរួចរាល់ហ្មងទៅឥឡូវខ្ញុំបង្កើតបាន page រួចរាល់មួយហើយបងប្អូននេះហើយ account profile ហ្នឹងចាំដាក់តាមក្រោយចុះអញ្ចឹងវីដេអូនេះមានតែប៉ុណ្ណឹងបងប្អូនហើយជួយចុច follow page ខ្ញុំអ្នកមួយផងបើពេញចិត្ត